សូមជូនរឿងនិទានគូស្នេហ៍ពីរគូបានទៅបោះតង់នៅក្នុងព្រៃរឿងនិទានដំណើរព្រៃរបស់សង្សារពីរគូកាលពីពេលនេះមានសង្សារពីរគូបានសម្រេចចិត្តធ្វើដំណើរកម្សាន្តពីទីក្រុងដើម្បីទៅបោះតង់នៅក្នុងព្រៃដ៏ស្ងប់ស្ងាត់ពួកគេចង់រួចផុតពីភាពអ៊ូអរនិងភាពសង្កត់សង្កាញ់នៃជីវិតប្រចាំថ្ងៃការចាប់ផ្ដើមដំណើរពេលព្រឹកពួកគេដើរឆ្លងកាត់ផ្លូវលំហឫស្សីនិងទេសភាពព្រៃដ៏ស្រស់ស្អាតពួកគេចូលចិត្តធម្មជាតិហើយចែករំលែកស្នាមញញឹមនិងអំណរជាមួយគ្នាពេលល្ងាចមកដល់ពួកគេឃើញកន្លែងស្អាតមួយជាប់នឹងបឹងពួកគេសម្រេចចិត្តបោះតង់នៅទីនោះហើយបន្ទាប់ពីរៀបចំរួចរាល់ពួកគេសម្រេចចិត្តដុតភ្លើងនិងញ៉ាំអាហារសាមញ្ញបន្តិចព្រឹត្តិការណ៍ចម្លែកនៅពេលរាត្រីកំឡុងពេលពួកគេអង្គុយជុំវិញភ្លើងមានខ្យល់បក់ខ្លាំងឡើងស្រាប់តែមានសំឡេងដូចជាអ្នកដើររហើរលើស្លឹកឈើកើតឡើងពីក្នុងព្រៃសង្សារគូបរោះស៊ូ underscore និយាអូនលឺរេអត់ underscore និយាឆ្លើយតបដោយសំឡេងតិចតួច underscore អូនក៏លឺដែរប៉ុន្តែប្រហែលជាសត្វព្រៃប៉ុណ្ណោះ underscore ប៉ុន្តែសំឡេងនោះមិនផុតទៅទេវាកាន់តែជិតនឹងជិតជាងមុនព្រមទាំងមានសំឡេងស្ត្រីស្រទន់ស្រទន់និយាយថាចាក់ចេញទៅកន្លែងនេះមិនមែនរបស់អ្នកទេពួកគេសម្លឹងទៅជំវិញប៉ុន្តែគ្មាននរណាការភ័យខ្លាចនិងការរត់ចេញពេលកណ្ដាលអត្រាតពួកគេបានឮសំឡេងស្នាមជើងដើរជិតតង់មួយផ្លេតក្រោយអាវតង់ចាប់ផ្ដើមរងរើដោយខ្លួនឯងដូចជាមាននរណាម្នាក់កំពុងរុញវាពួកគេរត់ចេញដោយប្រញាប់ប្រញាល់ហើយមិនចង់ត្រឡប់សំឡេងចម្លែកក្នុងព្រៃកណ្ដាលអត្រាតស្រីនៅភ្នាក់ឡើងដោយសារតែសំឡេងអាកំបាំងមួយចេញពីព្រៃនាងលឺដូចជាមាននរណាម្នាក់សូសខណៈដែលខ្យល់បក់អាវតង់នាងជំរុញសេហាឲ្យភ្នាក់ឡើងហើយនិយាយថាលលអូនលឺសំឡេងចម្លែកណាស់សេហាស្ដាប់ប៉ុន្តែគេមិនលឺអ្វីទេគេជឿថានោះគ្រាន់តែជាសំឡេងខ្យល់បក់ឬសត្វព្រៃពួកគេចាញ់ភ្លើងមើលជុំវិញតែមិនឃើញអ្វីសោះពួកគេសម្រេចចិត្តបន្តដំណេកមួយយប់តភ្លឺពួកគេមិនបានគេងទេព្រោះតែឮសំឡេងនិងហេតុការចម្លែកនៅជុំវិញឬសំឡេងចម្លែកនៅក្នុងព្រៃបោះតង់អាចបញ្ជាក់ពីរយមួយដែលមិនទាន់បានព្យាករបានវាអាចជាសំឡេងពីសត្វដែលមានសកម្មភាពនៅក្នុងព្រៃឬអាចជាសំឡេងពីធម្មជាតិដូចជាអញក៏ស្លាប់ទៅធ្លាក់ឬមួយចំនួននៃភាពធម្មជាតិផ្សេងទៀតនៅព្រៃដែលមានភាពលំបាកនិងអាកាសធាតុពិបាកអ្នកអាចនឹងបានឮសំឡេងនោះដែលស្ថិតនៅក្នុងប្រភេទសំឡេងអាហារឬមិនអាចបញ្ជាក់បានទេវាគឺជាសំឡេងដែលអាចបង្កការភ័យខ្លាចនិងអារម្មណ៍អស្ចារ្យបានបើកឡើងសំឡេងខ្មោចនៅក្នុងព្រៃពិតជាស្ថិតក្នុងប្រភេទសំឡេងដែលអាចនឹងឃើញថាជារឿងបែបបំណងឬខ្មោចដែលស្ទាបមកពីកន្លែងមួយដែលគ្មានកន្លែងផ្សេងទៀតការស្ដាប់សំឡេងចម្លែកនេះអាចបង្កកង្វល់ហើយធ្វើឲ្យមានអារម្មណ៍ស្មោះដឹងប្រសិនបើអ្នកបានមានបទពិសោធន៍នៃសំឡេងបែបនេះនៅក្នុងព្រៃហើយសំឡេងនោះមិនអាចបញ្ជាក់បានណាមួយទេអ្នកក៏អាចពិចារណាលើអ្វីដែលជាការពិតនិងអ្វីដែលអាចជាការបង្ហាញពីទំនាក់ទំនងចិត្តសូមលើកទឹកចិត្តបើសិនជាព្រឹកទៅផុតចេញពីការបោះតង់ទៅព្រៃហើយសេហានិងស្រីនិចនឹងចាប់ផ្ដើមដំណើរទៅទីក្រុងវិញវាក៏អាចជាការផ្លាស់ប្ដូរមួយដែលបង្កការសប្បាយរីករាយនិងកម្រិតនៃការត្រៀមខ្លួនដើម្បីទទួលយកភាពថ្មីនៃការស្នាក់នៅក្នុងទីក្រុងការបោះតង់នៅព្រៃធ្វើឲ្យមានបទពិសោធន៍ពីធម្មជាតិនៅខាងក្រៅខណៈដែលការដំណើរទៅទីក្រុងនឹងជួយកំណត់មួយសម្រាប់ភាពរីករាយផងដែរអាស្នាដៃនៃការធ្វើដំណើរទៅទីក្រុងមានអ្វីដែលអ្នកនឹងឃើញតាក់ទងនឹងបំណងផ្សេងទេវីដេអូរបស់យើងក៏ដល់ទីបញ្ចប់សូមអរគុណ